ok chẳng nhom xong lượt comment muối để quạt chat chụp hình bông ôn chạm an chả mai chả chấm điệp xua khi tam đan bắp sốt tin mai rồi mọc rồi hột tại chứ ngon nhưng mà đại ban từ tụ phò lái chặt đam dập từ bông nó có cho ra xong mai ao bò khi mình tịch một nhom chi diếm ao bón nhom chi diếm à lợi khi thẹn không bông nó chơi căn tại chơiต้องពីស្គាល់មកព្យាយាមអនុវត្តច្បាប់ស្រូបទាញតែមិនធ្លាប់បានផលសោះហើយនៅពេលដែលយូរទៅចង់អស់បំណុលរត់កាន់តែជ្រៅទៅមានន័យថាម៉េចអញ្ចឹងខទី1នៅពេលដែលយើងអនុវត្តច្បាប់ស្រូបទាញនៅពេលដែលយើងតាមដានយើងបានរៀនយើងបានមើលម៉ែរួយនេះគឺវាគ្រាន់តែជាចំណុចចាប់ផ្ដើមនៅលើថាតើអ្នកបានអនុវត្តឬអត់មកមើលលោកមានតែកូនសិស្សមើលគ្រប់ live comment គ្រប់ live ដូចយល់គ្រប់យ៉ាង everything ជាងកបេលគឺយល់ទាំងអស់និយាយបានទាំងអស់ចាំទាំងអស់តែលទ្ធផលមិនមានបានតែមាត់អ្នកខ្លះហ៊ានដល់ថ្នាក់ខ្លះជាគ្រូគេទៀតតែចែកម្លេចទៀតតែសួរថាមានលទ្ធផលអត់មានដោយសារអីចេះតែទ្រឹស្ដីឯងហើយគ្រាន់តែមើលទេហើយគ្រាន់តែដឹងហើយគ្រាន់តែយល់ទេតែមិនបានអនុវត្តសោះឡើយអនុវត្តប្រៀបដូចយើងយកបាយយកមកយកមាត់ហើយទៅពីហើយលេបចូលក្នុងពោះអាហ្នឹងទៅគេហៅថាអនុវត្តតែបើសិនជាយើងគ្រាន់តែអង្គុយសន្លឹងបាយយើងឆ្អែតទេអត់ឆ្អែតទេអង្គុយសន្លឹងបាយលេបទឹកមាត់ឆ្អែតទេអត់ឆ្អែតទេលុះត្រាតែយើងដុសយកដៃដុសហើយញឹកចូលមាត់ហើយទៅពីហើយលេបទៅក្នុងពោះទៀតអញ្ចឹងបានតែមានគេថាមានអ្នកណាតំពីជំនួសអ្នកម៉ាក់តំពីបានតែសួរថាអ្នកឯងតំពីហើយខ្ជិះដាក់មាត់អ្នកឯងលេបអត់អាហ្នឹងប្រៀបដូចជាខ្ញុំនឹងខំទៅប្រមូលអស់ហើយឡាយឲ្យមើលអស់សពគ្រប់ព្រីខុសព្រីអីទៅទៀតតែយើងមិនរើសយកទៅអនុវត្តថ្ងៃហ្នឹងគេអនុវត្តអីបើភ្នែកមកកូនចាទៅរួមត្រឹងរួមដោយអារម្មណ៍ពិតរួមថ្ងៃទី1មិនពិតរួមថ្ងៃទី2ថ្ងៃទី3សាកតែថ្ងៃទី1អត់ឃើញលទ្ធផលជប់បាត់ហ្នឹងគិតល្អណាកូនមានអ្នកណាចេះទឹកខ្មៅមកកូនឯងព្យាយាមដើរចេញអត់ផងនៅស្ដាប់តវ៉ាតញ៉ែមនុស្សគិតរឿងល្អកូនពេលគិតដល់ម្ដងកូនប្រារម្ភຕົកស្ដំណាអត់ផងគិតដល់ម្ដងកាន់តែជ្រៅអញ្ចឹងសួរថាតើអ្នកណាដែលជួយគាត់បានខ្ញុំក៏ឃើញសារហ្នឹងខ្ញុំអ្នកទាំងអស់គ្នាខ្ញុំតបថាម៉េចអត់អានេះវាចែកដល់ហ្មងនិស័យគាត់តែខ្ញុំក៏មិនបានបង្ហាញតែខ្លួនឯងជាណាដែរខ្ញុំតបទៅខ្លីៗចាំខ្ញុំសរុបតាមក្រោយថាខ្ញុំតបគាត់បានដែរអញ្ចឹងនៅពេលដែលយើងមកស្គាល់ច្បាប់ស្រូបទាញគ្រាន់តែស្គាល់នេះតែសួរថាវាបានផលអត់គ្មានប្រយោជន៍ទេអ្នកត្រូវដឹងថាតើអ្នកអនុវត្តបានប៉ុណ្ណាដោយសារគាត់អនុវត្តគាត់អនុវត្តហ្នឹងហើយគាត់មិនបានធ្វើផងហ្នឹងតែគាត់ថាគាត់ព្យាយាមតាមគាត់ព្យាយាមរៀនចាមិនដែលបានផលសំបីម្ដងនេះមិនធម្មតាណាចាមិនដែលបានផលសោះមានតែចាប់ដើមយ៉ាប់ទៅបំណុលក៏ច្រើនទៅអានេះយើងស្ដាប់អោយមកផ្លេតទៅយើងមានអារម្មណ៍ថាចង់បន្ទោសច្បាប់ស្រូបទាញអនុវត្តហើយបំណុលច្រើនជាងមុនអានេះយើងស្ដាប់អោយសបបន្ទោសច្បាប់ស្រូបទាញអត់បើមិនស្គាល់ច្បាប់ស្រូបទាញប្រហែលជាបំណុលមិនច្រើនទេតែវាមិនតែក៏វាមិនតិចតួចព្រោះអីអ្នកអនុវត្តច្បាប់ស្រូបទាញចាប់ដើមមកដឹងចាប់ដើមចេះផ្ដោតតែផ្ដោតខុសមិនស្រូបខុសអញ្ចឹងបានថាបងប្អូនអើយភ្ញាក់រលឹកឡើងជីវិតលំបាកមិនមែនអ្នកណាសាងយើងអ្នកសាងខ្លួនឯងហើយបើច្បាប់ស្រូបទាញនេះឲ្យលទ្ធផលគ្រប់គ្នាแบบដូចឆ្នាំមកសឹកទឹកគ្មានអ្នកក្រទេគ្មានអ្នកពិបាកទេគ្មានអ្នករត់ចោលស្រុកទេអ្នកច្បាប់ស្រូបទាញមានរត់ចោលស្រុកមកកណូខ្វៃចាខ្វៃអ្នកខ្លះធ្វើដល់គ្រូច្បាប់ស្រូបទាញត្រេនគេរត់ចោលស្រុកបាត់ហើយហ្នឹងរងថ្ងៃហ្នឹងចាទៅស៊ីឈ្នួលគេបាត់ហើយហ្នឹងរត់ចោលស្រុកបាត់ហើយហ្នឹងបោកលុយគេមកកណូហ្នឹងអាហ្នឹងមកពីអីមកពីគប់កម្មកលេសចាគាត់អនុវត្តមិនបានគាត់បានតែទ្រឹស្ដីអញ្ចឹងមិនថាតាមសន្តានរបស់មនុស្សខ្ញុំមានលំនឹងអីលំនឹងនៃចិត្តទោះបីជួបចាប់ជុំមិនខ្ញុំតែនិយាយថាជីវិតខ្ញុំនៅទៅបានទៅមុខដោយសារខ្ញុំមានលំនឹងនៃចិត្តច្រើនខ្ញុំប្រកាន់ខ្ជាប់នៅអំពើល្អខ្ញុំប្រកាន់ខ្ជាប់នៃការធ្វើល្អចាហើយខ្ញុំអត់រីរែកទៅតាមលោកខាងក្រៅអ្នកខ្លះគ្រាន់តែឮគេនិយាយអាក្រក់ពីម៉ែរួយនេះលេចកាត់ចាប់ដើមមកខ្មាស់អៀនមិនហ៊ានខ្លាចជាកូនសិស្សទេយើងឈួតដូចម៉ែរួយចាហើយចាប់ដើមแบบយកពាក្យគេមកពិចារណាខ្ញុំសួរថារាល់ថ្ងៃនេះខ្ញុំដែលឲ្យអ្នកទាំងអស់គ្នាទៅអីដែលវាអាក្រក់អត់ទេអ្នកដែលគេអត់ស្ដាប់គេអត់យល់ពីខ្ញុំអត់ខ្វល់ទេព្រោះគេអត់ស្គាល់ខ្ញុំផងគេដឹងថាខ្ញុំនឹងចែកម្លេចអីផងអញ្ចឹងគេមានសិទ្ធិនឹងមិនពេញចិត្តមិនចូលចិត្តយើងជារឿងរបស់គេចាតែដល់ទៅពេលយើងជាកូនសិស្សហើយនៅតែយកពាក្យរៀនច្បាប់ស្រូបទាញឲ្យខ្លួនឯងផ្លូវចិត្តរឹងមាំមានអ្វីដែលជាខ្លួនឯងទៅឲ្យគេដឹកនាំសតិបញ្ញាខ្លួនឯងបងប្អូនធ្វើជាមនុស្សស្មាតទោសបើយើងដើរកន្លងព្រះសម្មាសម្ពុទ្ធគឺយើងនឹងទទួលបាននៅអ្វីដែលជាខ្លួនយើងដើរតាមព្រះធម៌យើងទទួលបានអ្វីដែលជាខ្លួនយើងត្រូវអត់ព្រះធម៌បានបង្រៀនថាឲ្យយើងនៅជាមួយខ្លួនឯងយើងខ្វល់ពីខ្លួនយើងមិនអាត្មានិយមទេយើងយល់ពីសុខទុក្ខខ្លួនឯងនេះព្រះធម៌បានបង្រៀនឲ្យយើងយល់ពីសុខទុក្ខខ្លួនឯងដឹងថាយើងខ្លួនគឺជាទីពឹងខ្លួនដែលយើងទោះបីរស់ក៏ខ្លួនយើងទីពឹងខ្លួនយើងជាពិសេសចែកឋានទៅក៏ខ្លួនទីពឹងខ្លួនគ្មានអ្នកណាម្នាក់មកកំណត់វាសនាយើងបានលុះត្រាតែแบบម្នាក់នឹងជាអ្នកដែលមានឥទ្ធិពលបំផុតសម្រាប់ជីវិតយើងទេចាតែចុងបញ្ចប់ក៏គេមិនបានមកឥទ្ធិពលចាស់មួយជីវិតចាអញ្ចឹងយើងអាចរើសនឹងហេតុផលណាយើងអាចនឹងលួចរៀនដោយស្ងាត់រៀនបែបមិនឲ្យគេដឹងរៀនបែបមិនបញ្ចេញអូខេអាហ្នឹងទទួលយកបានតែដល់ពេលដល់ថ្នាក់យើងទៅស្ដាប់គេហើយយើងបោះបង់ចោលហ្មងហើយរាល់ថ្ងៃនេះចែកម្លេចច្បាប់ស្រូបទាញនេះគឺឲ្យបងប្អូនទៅរកអ្វីដែលជាខ្លួនឯងទាំងអស់
អត់មានមកត្រូវខ្លាយជាអំណាងចែកចាយខ្ញុំត្រូវមកទិញអីវ៉ាន់ដែលបខំអីសោះឡើយចាហើយវាមានច្បាប់ស្រូបទាញស្រួលនិយាយតែពិបាកធ្វើចាច្បាប់ស្រូបទាញស្រួលនិយាយតែពិបាកធ្វើដូចអំពើល្អអ្នកណាក៏និយាយបានតែធ្វើល្អចាធ្វើបានទេឧបមាថាយើងចូលវត្តចុះតើមនុស្សប្រហែលអ្នកដែលគាត់យល់ពីព្រះធម៌ពិតប្រាកដដែលកាន់បានពិតប្រាកដអរតនីសិល5តើកាន់សិល5នឹងបានអត់ដូចខ្ញុំអញ្ចឹងទៅវត្តអរតនីសិល5អូខេថ្ងៃហ្នឹងអត់ផឹកមែនទទួលសិល5ហើយតែសួរស្អែកឡើងផឹកអត់បើមានកម្មវិធីទៅផឹកអញ្ចឹងពីអញ្ចឹងបងប្អូនអញ្ចឹងគ្រប់យ៉ាងគឺនៅលើខ្លួនយើងអញ្ចឹងច្បាប់ស្រូបទាញនៅតែជាច្បាប់ស្រូបទាញច្បាប់នៃចក្រវាលនៅតែជាច្បាប់នៃចក្រវាលបងប្អូនយល់តែអ្នកដែលជាអ្នកអនុវត្តគឺខ្លួនយើងអញ្ចឹងដែរគេលើថាចក្រវាលអ្នកណាចក្រវាលអ្នកនោះឯងយើងគឺជាមីនីកតអាទិទេពតូចមួយមាត់យើងស័ក្តិសិទ្ធអញ្ចឹងយើងមិនអាចឲ្យបំណងប្រាថ្នារបស់យើងដូចអ្នកណាម្នាក់បានយើងមិនអាចរត់ដេញចាប់ក្តីសម័យតាមអ្នកណាម្នាក់បានហើយមនុស្សយើងតែអត់មានគោលការណ៍នៅក្នុងខ្លួនដែលធ្លាប់ពីមុននេះស្ដាប់គេនឹងវិញឯងអ្នកនេះខានចេះយើងវក់ទៅចេះអ្នកនោះខានចុះយើងវក់ទៅចុះដែរធ្លាប់មានខានបាត់បង់អ្វីដែលជាខ្លួនឯងអញ្ចឹងអ្នកដែលរៀនច្បាប់ស្រូបទាញអ្នកដែលយើងយល់យើងអនុវត្តយើងនឹងដឹងអ្វីដែលជាខ្លួនយើងអ្វីដែលយើងមិនចង់អ្វីដែលមើលវាមានសម្ពាធខ្ញុំចង់និយាយថាច្បាប់ស្រូបទាញអ្វីដែលវាខ្លាចជាសម្ពាធអ្នកនឹងអត់ទទួលបានផលចាអ្នកនឹងមិនទទួលបានផលហើយតែពាក្យថាសម្ពាធមកពុបចក្រវាលលេងធ្វើការអញ្ចឹងអីគេខ្ញុំប្រឹងណាស់ប្រឹងអនុវត្តណាស់អូហូប្រឹងណាពាក្យថាប្រឹងនេះមិនធម្មតាណាស្ដាប់ឲ្យស្រួលភាសាចក្រវាលប្រឹងឮតែពាក្យប្រឹងមួយហ្នឹងប្រះចាស់អីដោយសារអីតែប្រឹងខ្លាំងកាលណាវាបាត់នៅធម្មជាតិនៃការអនុវត្តហើយអញ្ចឹងវានឹងមិនទទួលបានផលទេពួកយើងប្រឹងវាមិនមែនស្រូបទាញបូកនឹងសិល5ថែមវត្ថុមង្គលទៅចាំសិល5អ្នកណាអនុវត្តបានល្អចាធ្វើយើងខ្លាចជាមនុស្សល្អម្នាក់ដែលមិនមានចិត្តឈ្នានីសមុសាឬក៏แบบគេហៅផ្លូវលោកណាចាអញ្ចឹងមិនថាមិនបានសិល8អីវែងឆ្ងាយធំមកសុំសិល5ហ្នឹងបានសិល5แบบមិន5បរិបូរក៏បានដែរកាត់អាមុសាកាត់អាលួចឆក់ប្លន់អាស្អីហ្នឹងចាការមេអីហ្នឹងលួចរបស់គេប្រពន្ធគេប្តីគេអីចឹងទៅឲ្យយើងកាត់អាបាបផ្សេងហ្នឹងបានយើងក៏រស់ដោយភាពស្ងប់សុខដែរចាតែសួរមនុស្សប្រហែលអ្នកដែលអនុវត្តបានត្រូវអត់ហើយមានបានធានាមកអត់មានគ្រប់យ៉ាងសិតតែអត់មានដាក់ស្ករកាបូបហេងពិតម៉ែមានបានធានាមកអត់មានទេធានាបានលុះត្រាតែចិត្តអ្នកធានាអ្នកមុខមុតចាលុះត្រាតែចិត្តអ្នកមុខមុតមានឆន្ទៈពិតប្រាកដចាអនុវត្តអញ្ចឹងដែលនិយាយអ្នកណាញ៉ាំអ្នកនោះឆ្អែតអ្នកណាអនុវត្តអ្នកនោះបានអនុវត្តថ្ងៃហ្នឹងទទួលបានផលថ្ងៃហ្នឹងឬថ្ងៃស្អែកឬខាន់ស្អែកចុះបើយើងឈប់អនុវត្តปุ๊បស្អែកក៏មិនបានផលខាន់ស្អែកក៏មិនបានផលអញ្ចឹងត្រឡប់មកដល់អ្នកដែលគាត់ឆាតមកអញ្ចឹងចង់បញ្ជាក់ថាបញ្ជាក់ទៀតថាគ្រប់យ៉ាងមកពីខ្លួនយើងហ្នឹងអញ្ចឹងគាត់ប្រឹងណាស់តែមិនទទួលបានលទ្ធផលអ្នកដែលរត់100ច្បាប់ស្រូបទាញមានតែមួយឯងមានតែមួយ 99% មានតែមួយឯងមួយឬពីរឯងកំពុងតែជួបបញ្ហាជីវិតកំពុងតែជួបបញ្ហាជាពិសេសរឿងហេរញ្ញវត្ថុរឿងលុយត្រូវអត់ហើយម្នាក់អនុវត្តច្បាប់ស្រូបទាញណាអ្វីដែលរំពឹងលើសគេមុនគេគឺលុយមិនមែនក្តីសុខទេអូខ្ញុំរៀនច្បាប់ស្រូបទាញតែមានមិនក្តីសុខមែនទេខ្ញុំអនុវត្តច្បាប់ស្រូបទាញដើម្បីឲ្យមានក្តីសុខមិនមែនលេខ1ទេក្តីសុខអ្នកទាំងអស់គ្នាមានលុយជាទីតាំងត្រូវអត់អានេះខ្ញុំនិយាយត្រូវខុសពិតអត់តែនៅពេលដែលមុននឹងបានលុយមកនោះវាត្រូវមានក្តីសុខសិននៃការអនុវត្តទៅវាបានលុយទៅម្នាក់ទៅសាងក្តីសុខហើយអ្នកណាដែលប្រើអនុវត្តច្បាប់ស្រូបទាញដោយមិនសាងក្តីសុខអ្នកនោះមិនដែលស្រូបទាញអីបានទេត្រូវអត់អាម្លងពេលអត់មានក្តីសុខក្នុងខ្លួនសោះដែលស្រូបទាញបានអីអត់ប្រឹងអនុវត្តចង់ដាច់ខ្យល់តែអត់បានអីទាំងអស់លទ្ធផលអត់មានត្រូវអត់ខាន់តែម្លងពេលដែលមានក្តីសុខអូយសុខអាលុយនោះក៏វាបញ្ចេញនេះចូលមកអញ្ចឹងសួរថាគាត់មករៀនដើម្បីដោះបំណុលគាត់ដែលគាត់មានអញ្ចឹងចិត្តកាយបេះដូងរបស់គាត់គឺបានផ្ដោតទៅលើបំណុលបណចិត្តកាយរបស់គាត់បានផ្ដោតលើបណហើយអ្នកទាំងអស់គ្នាដឹងឬអត់ថាគាត់កំពុងតែស្រូបទាញបណថែមគាត់កំពុងតែស្រូបទាញបណថែមដោយមិនដឹងខ្លួនព្រោះអីច្បាប់ស្រូបទាញឲ្យបានដឹងថាអ្នកឯងត្រូវការមករៀនដើម្បីឲ្យបណវាស្រាក់ទេតែច្បាប់ស្រូបទាញធ្វើការតាមលក្ខខណ្ឌនៃអារម្មណ៍របស់អ្នកកំពុងតែខ្វះខាតអ្នកកំពុងតែចង់បានលុយឮគេផុសអរគុណម៉ែរួយលិចកើតឲ្យកូនជោគជ័យបានឡានបានផ្ទះបានហាងខ្ញុំមិនចង់ជោគជ័យដែរចង់បានលុយបានដោះបណដែរតែយើងភ្លេចគិតទេថាយើងកំពុងតែចង់សាងបំណុលថែមដោយចិត្តរបស់យើងអនុវត្តឲ្យបានលុយអនុវត្តដើម្បីដោះបណក្នុងចិត្តមានតែលុយធ្វើមិនធូរស្រាលឲ្យស្រាក់លុយឲ្យលុយចូលឲ្យដោះស្រាយបញ្ហាបានតែអ្វីគ្រប់យ៉ាងវាផ្ទុយស្រឡះវាកើតជាយើងស្រូបទាញបណថែមស្រូបទាញបញ្ហាថែមស្រូបទាញរឿងភាពខ្វះខាតថែមព្រោះអីអារម្មណ៍របស់យើងនឹងគឺវាខ្វះខ្លាំងណាអារម្មណ៍អត់បានកន្លះហ្នឹងខ្វះហ្មងបើកុំខ្វះអបហើយអត់មានមើលទេម៉ែរួយអត់ខ្វល់ទេឡាឡាហើយចាបាច់មកមើលអីត្រូវអត់មើលដើម្បីអីមានលុយអីហ្នឹងអត់ខ្វះលុយផងហ្នឹងអញ្ចឹងស្មើអីហេតុអីមិនដល់ឡើងដោយសារអារម្មណ៍យើងហ្នឹងញ៉ាំបាយហើយអូនញ៉ាំហើយរួចរាល់ចាបុកកាពិចា3ពេលជាប់គ្នាបាយ3ថ្ងៃហើយញ៉ាំតិចប្រហែលថ្ងៃនេះញ៉ាំច្រើនទេបងអូនកុំបានចាហួយហ្នឹងអស់ទោះ
អញ្ចឹងមិនថាច្បាប់ស្រុកទាញលោលេងអត់បានទេក៏មកលេងអូខេអនុវត្តត្រូវចាំពាក្យថាងាយងាយសบายចាំមិនតែងទៅទឿនកូនកូនថាកូនអើយច្បាប់ស្រុកទាញមានសម្ពាធពេលណាចាមានសម្ពាធពេលណាខុសផ្លូវអារម្មណ៍ចាប់ដើមមួមងកាលណាចាប់មានការស្អប់ចំណែនមិនពេញចិត្តទៅចិត្តធ្លាក់ឲ្យពេលហ្នឹងចេញពីច្បាប់ស្រុកទាញហើយអញ្ចឹងចាំតែមួយមុខគាត់អារម្មណ៍ស្រាលខ្លួនបលេងបានអូហូបលេងបាននេះលទ្ធផលមហាសាលអញ្ចឹងថាមុននឹងអ្នកស្រុកទាញលុយបានអារម្មណ៍អ្នកត្រូវនៅស្មើលុយឬលើលុយមុននឹងអ្នកស្រុកទាញអីបានអ្នកត្រូវធ្វើខ្លួនឲ្យដូចជាខ្លួនឯងមានវាហើយអញ្ចឹងសួរថាចេះដាក់ស្ករក្នុងកាបូបស្រូបលុយបើដាក់តែស្ករក្នុងកាបូបនឹងអត់មានលុយតើយកអីទៅស្រូបលុយអញ្ចឹងខ្ញុំបំរាមថាដាក់ស្ករក្នុងកាបូបហាមដាច់លុយដាច់ខាតគឺត្រូវតែមានលុយក្នុងកាបូបដើម្បីអីមានលុយទៅវាទាញលុយមក